ngày ngọtទៀតហើយអ្នកសៀមរាបហើយនឹងខ្ញុំខ្ចីមកហូបធ្វើមកពេលចាមកហូបអ្នកសៀមរាបមួយណាក៏មិនដែរខកចិត្តដែរយល់ពីថាឆ្ងាញ់នោះឆ្ងាញ់តែម្ដងមកហូបមួយមុខនេះនឹងខ្ញុំចេះពីអ្នកម្ដាយនឹងខ្ញុំគឺមានឈ្មោះថាត្រីបំពងទឹកជូរអែមអ្នកខាងសៀមរាបបងប្អូនចាងាយជាដំបងយកដាក់បំពងត្រីចោលសិនណាបងប្អូនចានេះខ្ញុំក៏មិនភ្លេចជាមួយនឹងប្រេងឆាសំឡើងពីសណ្ដែកដែលមានសញ្ញារូបបេះដូងបងប្អូនចាដែលនាំចូលផ្ដាច់មុខពីក្រុមហ៊ុនកូនខ្មែរយើងតែម្ដងបងប្អូនអើយពីប្រទេសម៉ាឡេស៊ីល្អប្រើមែនតើអ្វីដែលសំខាន់ណាជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមបេះដូងការពារជំងឺពុកឆ្អឹងជំនួយក្នុងការរំលាយអាហារកាត់បន្ថយការកេងមិនលក់ហើយសម្បូរទៅដោយវីតាមីន E អូមេហ្គា 3 6 និង 9 បងប្អូនអើយចាមានប្រេងឆាសណ្ដែកនិងប្រេងឆាផ្កាឈូករត់សញ្ញាបេះដូងដូចមានជំនួយការពិសេសសម្រាប់ចុងភៅគ្រប់រូបអញ្ចឹងនិយាយពីថាមកហូបឈ្ងុយឆ្ងាញ់គ្រប់មុខតើបងប្អូនយើងមកធ្វើគ្រឿងសម្រាប់ធ្វើទឹកជ្រលក់បងប្អូនយើងកាន់ជាមួយនឹងខ្ទឹមក្រហមខ្ទឹមសម្ទេសខ្មាំងនិងម្ទេសក្រហមដៃនាងយើងចាកាន់ឲ្យវារៀងម៉ត់បន្តិចមកមិនបាច់ម៉ត់ពេកក៏បានដែរបងប្អូនតាមចំណងចំណូលចិត្តបងប្អូនអ្នកខ្លះក៏ចូលចិត្តរៀងម៉ត់អ្នកខ្លះរៀងចូលចិត្តរៀងដុំអញ្ចឹងណាបងប្អូនចាបន្ទាប់មកយើងដាក់ខ្ទះឲ្យក្តៅហើយចាក់ប្រេងឆាបន្តិចទៅចាហើយលីងជាមួយនឹងប្រហុកច្រាំចាឬអ្នកនរគ្នាមានប្រហុកសាច់ម៉ត់ណាចាលីងវារហូតតតែឈ្ងុយចាឈ្ងុយតែម្ដងបងប្អូនចាអូហូមួយមុខនេះអែមខ្លាំងឲ្យតែមានលេខប្រហុកតិចតិចនឹងនាងខ្ញុំមកស្រកទឹកមាត់ទៀតតើឆ្ងាញ់ខ្លាំងទឹកជ្រលក់អ្នកសៀមរាបមួយណាក៏អត់ភ្លេចប្រហុកដែរបងប្អូនអើយលេងប្រហុកឲ្យឈ្ងុយហើយលេងគ្រឿងដែលយើងបានកិនមិញហ្នឹងចាឲ្យឈ្ងុយបន្តទៀតបងប្អូនចាបន្ទាប់មកយើងដាក់គ្រឿងទេសមានប៊ីចេងចានត្រូវែកម្សៅស៊ុបបន្ថែមជាមួយនឹងស្ករពាងយើងហ្នឹងបងប្អូនចាដាក់ពីសាព្រាបាយទៅចាស្ករពាងរៀងច្រើនបន្តិចព្រោះទឹកជ្រលក់យើងគឺត្រូវការជូរអែមបងប្អូនស្ករឲ្យឈ្ងុយមកចាបន្ថែមជាមួយទឹកត្រីបន្ទាប់មកចាក់សាច់ជ្រូក3ជាន់ចិញ្ច្រាំបងប្អូនណាចាសាច់ជ្រូកនាងខ្ញុំលាយជាមួយនឹងស្បែកជ្រូកទៀតចាអញ្ចឹងបងប្អូនឆាវាឲ្យឆ្អិនសាច់ជ្រូកហ្នឹងបងប្អូនឆាឲ្យចូលគ្រឿងតែម្ដងមិនឆាធម្មតាទេចាចាំចាក់ទឹកអំពិលទុំចូលមកមុខនេះបងប្អូនត្រូវការជូរផ្អែមហឹរប្រៃបងប្អូនចាគឺថាឲ្យស្មើសាច់គ្នាបន្ទាប់មកបងប្អូនឆាចុះឆាឡើងឲ្យឆ្អិនសាច់បានល្អចូលជាមួយគ្រឿងបន្ថែមជាមួយទឹកជាបងប្អូនចូលចិត្តខាប់បងប្អូនដាក់តិចទៅបងប្អូនចូលចិត្តរៀងរាវដាក់រៀងច្រើនតិចទៅសម្រាប់នាងខ្ញុំញ៉ាំតាំងពីទូចមកគឺចូលចិត្តខាប់ចាហើយសម្រាប់ទឹកជ្រលក់យើងក៏បានពុះល្អហើយបងប្អូនភ្លក់ទៅចាល្មមមាត់បងប្អូនហើយជាការស្រេចជាចុងក្រោយបន្ថែមជាមួយនឹងម្ទេសក្រៀមហើយខ្ញុំចោលអត់បានគឺម្ទេសខ្មាំងបងប្អូននោះម្ទេសខ្មាំងនេះគឺបេះពីចការនៅខាងសំឡូតមកចាហើយអ្វីដែលសំខាន់គឺសណ្ដែកដីបងប្អូនចាដាក់ 50% ទៅជាមួយទឹកជ្រលក់ហ្នឹងជាការស្រេចឥឡូវត្រីបំពងយើងបានឆ្អិនពាក់កណ្ដាលបងប្អូនអើយនេះខ្ញុំប្រើជាមួយត្រីបឹងចាតិចបានត្រីរស់បឹងហើយនៅត្រីអណ្ដែងបឹងឡើងខ្មៅក្របតែម្ដងមកមុខនេះបងប្អូនត្រូវណាត្រីអណ្ដែងជាមួយនឹងត្រីផ្ទក់ត្រីរស់ហ្នឹងនិយាយពីថាត្រូវលេខ1បងប្អូនបំពងធ្វើម៉េចបំពងឲ្យស្រួយបងប្អូនចានេះខ្ញុំនៅតែសរសើរដែរអ្នកសៀមរាបនិយាយមកហូបមកមុខណាក៏ឆ្ងាញ់ដែរចានិយាយទៅនាងខ្ញុំអត់មានថាប៉ះមកមុខណាដែលនាងខ្ញុំមិនចូលចិត្តសោះតែហ្មងចាតោះឥឡូវត្រីបំពងយើងបានរួចរាល់បងប្អូនចេញពិសាជាមួយនាងខ្ញុំបន្លែគឺត្រូវជាងគេហ្នឹងគឺស្ពៃកញ្ញាញ់បងប្អូនចាស្ពៃខ្មៅហើយនឹងសាឡាត់ស្រួយអីហ្នឹងអូលេខ1ចាជាមួយជីហើយបើថាផ្កាកាផ្លោកវិញអស់តោះហើយបើបងប្អូនមានមួយមុខទៀតគឺផ្កាស្ដៅនិយាយទៅបើថាមានផ្កាស្ដៅទៀតធានាអ្នកទាំងអស់គ្នាលិតមាត់លិតដៃផ្កាស្ដៅគឺត្រូវជាមួយនឹងទឹកជ្រលក់ហ្នឹងណាបងប្អូនចាយើងទ្រាប់ជាមួយនឹងនំបញ្ចុកចាជាមួយនឹងសាច់ត្រីបំពងយើងចាបន្លែគ្រប់មុខហើយយើងដាក់ទឹកជ្រលក់របស់យើងហ្នឹងទៅកុំភ្លេចរោយសណ្ដែកដីហ្នឹងពីលើថែម 4-5 គ្រាប់ទៀតបងប្អូនអើយខ្ញុំមិនដឹងនិយាយថាម៉េចទេបងប្អូននៅផ្ទះធ្វើសាកទៅវាឆ្ងាញ់ដឹងយកហូបពីអីនិយាយបានបងប្អូនវាឈ្ងុយផងវាត្រូវជាមួយនឹងអាសាច់ជ្រូកច្រាំឆាជាមួយនឹងគ្រឿងយើងហ្នឹងបងប្អូនអើយត្រូវជាមួយនឹងសាច់ត្រីស្រួយនំបញ្ចុកត្រូវមួយក្លិនជីត្រូវជាមួយអាផ្កាកាផ្លោកហ្នឹងពិសេសអាស្ពៃខ្មៅរឿងឈួលបងប្អូនលេខ1ចាហើយស្ពៃកញ្ញាញ់ក៏ឆ្ងាញ់ដែរបងប្អូននិយាយទៅវាឆ្ងាញ់ខ្លាំងហ្មងមកមុខនេះហ៎បងប្អូននិយាយពីត្រូវចិត្តម្ដាយក្មេងម្ដាយបង្កើតឪពុកក្មេងឪពុកបង្កើតពិសេសលោកប្តីនាងខ្ញុំអូញ៉ាំឡើងជាប់បន្លែនៅក្នុងថ្មិញបងប្អូនចារសជាតិអែមខ្លាំងបងប្អូនតនេកុំភ្លេចធ្វើញ៉ាំធានាមានស្នាមញញឹមគ្រប់គ្នាចាព្រោះឆ្ងាញ់បងប្អូនចាមកហូបដាក់សៀមរាបមួយណាក៏ឆ្ងាញ់ដែរឲ្យតលាយប្រហុកតិចនឹងទឹកជ្រលក់នឹងគឺថាអែមហើយចាអត់ចោលប្រហុកទេចាចឹងតែទាំងអស់គ្នាដឹងហើយចាអ្នកសៀមរាបគឺសំណាងមាត់ណាចាអញ្ចឹងក៏យើងកុំឲ្យចាញ់អ្នកសៀមរាបយើងធ្វើមកហូបអ្នកសៀមរាបញ៉ាំចាអញ្ចឹងក៏អរគុណច្រើនសម្រាប់បងប្អូនដែលទស្សនាវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់ជូនពរបងប្អូនមានសុខភាពល្អរកទទួលទានមានបានគ្រប់ក្រុមគ្រួសារជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ